ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះថេរានុថរៈគ្រប់ព្រះអង្គនិងសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងអស់ខ្ញុំបាទឈ្មោះសំសេរីជាប្រធានរណសេរីរំដោះជាតិខ្មែរខ្ញុំនិងបងប្អូនសមាជិកសមាជិការណសេរីរំដោះជាតិខ្មែរទាំងអស់ខិតខំធ្វើការតស៊ូដោយសន្តិវិធីដើម្បីរំដោះប្រទេសខ្មែរយើងឲ្យមានសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យតែអកុសលរបបហ៊ុនសែននេះគេតាមកម្ចាត់ក្រុមរណសេរីដោយតាមចាប់សមាជិករបស់យើងខ្ញុំយកទៅដាក់ពន្ធនាគារហើយពី5ឆ្នាំទៅ8ឆ្នាំហើយរូបខ្ញុំនេះត្រូវបានគេកាត់ទោសកំបាំងមុខ9ឆ្នាំវាអយុត្តិធម៌ណាស់សម្រាប់ពួកយើងដែលពួកយើងតស៊ូដោយសន្តិវិធីនៅលើឆាកអន្តរជាតិណាប្រជាពលរដ្ឋខ្មែរបានរងការឈឺចាប់អស់រយៈពេល35ឆ្នាំចុងក្រោយនេះដែលរបបហ៊ុនសែនលើកបន្ទប់ដោយទីក្រុងហាណូយបានរំលោភសិទ្ធិមនុស្សកាប់សម្លាប់ចាប់ដាក់គុករឹបអូសដីធ្លីពុករលួយនិងបង្កឲ្យមានភាពក្រីក្រមានការជួញដូរមនុស្សអីជាដើមអញ្ចឹងហើយបានយើងខ្ញុំទាំងអស់គ្នារួបរวมសាមគ្គីគ្នាខ្មែរពីគ្រប់ទិសទីដើម្បីរំដោះខ្មែរមានសិទ្ធិសេរីភាពពិតប្រាកដអញ្ចឹងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឲ្យជួយគ្រប់គ្រងរណសេរីរំដោះជាតិខ្មែរដើម្បីយើងរំដោះប្រទេសយើងឲ្យមានសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យពិតប្រាកដបាទសូមអរគុណ